សួស្តីបងប្អូនទាំងអស់គ្នាដែលតែងតែនិយមតាមដាននៅក្នុងបណ្ដាញសង្គម YouTube បាទថ្ងៃនេះដែរខ្ញុំមកបង្ហាញបងប្អូនពីរបៀបប្លុកឆាតមិនឲ្យគេដឹងបាទអញ្ចឹងសម្រាប់បងប្អូនណាដែលគាត់មិនទាន់បានចេះដែលគាត់មិនទាន់បានដឹងតោះមកតាមដានវីដេអូនេះទាំងអស់គ្នាបាទជាដំបូងបងប្អូនចូលក្នុងឆាត Messenger នេះមកបាទអញ្ចឹងវាចេញទម្រង់បែបនេះអញ្ចឹងបងប្អូន scroll រកមើលឈ្មោះដែលបងប្អូនចង់ប្លុកទៅបាទអញ្ចឹងខ្ញុំរើសយករូបឈ្មោះនេះមួយដើម្បីមកបង្ហាញបងប្អូនបាទអញ្ចឹងខ្ញុំចុចចូលឈ្មោះនេះមួយបាទហើយវាចេញទម្រង់បែបនេះអញ្ចឹងពេលដែលឆាតនេះយើងមិនទាន់ប្លុករូបសញ្ញាទូរស័ព្ទរូបកាមេរ៉ាគឺវានៅណាគឺវានៅដែលយើងមិនទាន់ប្លុកណាអញ្ចឹងពេលដែលយើងប្លុកហើយរូបទាំងពីរនេះគឺត្រូវតែបាត់អញ្ចឹងសួរថាយើងប្លុករបៀបយ៉ាងម៉េចតោះយើងមើលសញ្ញាឧទាននេះមកបាទយើងចុចទៅលើសញ្ញាឧទាននៅខាងស្ដាំដៃហ្នឹងយើងចុចមកហើយវាចេញទម្រង់បែបនេះអញ្ចឹងបងប្អូន scroll វាឡើងលើតិចៗមកបាទ scroll ឡើងលើតិចៗមកអញ្ចឹងបងប្អូនមើលពាក្យថារឹតបន្តឹងចុចកន្លែងរឹតបន្តឹងនេះមកបាទអញ្ចឹងភ្លាមៗហ្នឹងគឺខាងក្រុមហ៊ុន Facebook គេអត់ទាន់សម្រេចឲ្យយើងប្លុកភ្លាមៗនោះទេអញ្ចឹងឲ្យយើងសម្រេចចិត្តថាយើងត្រូវប្លុកឬមួយក៏អត់បើសិនជាយើងអត់ទាន់ប្លុកទេយើងអាចត្រឡប់មកវិញគឺយើងចុចទៅលើឈប់ដាក់កម្រិតអញ្ចឹងពេលដែលយើងចុចពាក្យថាឈប់ដាក់កម្រិតគឺឈ្មោះហ្នឹងត្រូវត្រឡប់មកវិញតែបើយើងអត់ចុចទេយើងចុចត្រឡប់អញ្ចេះព្រោះគេអត់ទាន់សម្រេចឲ្យយើងប្លុកភ្លាមៗចឹងដែរគឺគេនៅឲ្យយើងសម្រេចចិត្តម្ដងទៀតនេះចុចថាពាក្យថាឈប់ដាក់កម្រិតអញ្ចឹងបើសិនជាយើងចុចពាក្យហ្នឹងគឺឈ្មោះហ្នឹងគឺត្រឡប់មកវិញអញ្ចឹងបើសិនជាយើងអត់ចង់ចុចទេយើងទុកប្លុកហ្នឹងពី1អាទិត្យទៅ10ថ្ងៃកន្លះខែអីយើងថយអស់មកបាទយើងថយអស់ហើយយើងចូលដល់កន្លែងដើមវិញអញ្ចឹងគឺឈ្មោះហ្នឹងបាត់ហើយនេះឈ្មោះហ្នឹងបាត់ហើយណាអត់ឃើញទេបាទអញ្ចឹងការឆាតការផ្ញើសារអីផ្សេងៗហ្នឹងគឺយើងអត់ឃើញទេណាយើងអត់ឃើញទេហ្នឹងហើយតែបើសម្រាប់ Facebook នៅដដែលគេផុសអីយើងឃើញធម្មតាហ្នឹងសម្រាប់ Facebook តែបើសម្រាប់ឆាតគឺបាត់បាទគឺបាត់ជារៀងរហូតបើសិនជាយើងមិនដោះអញ្ចឹងខ្ញុំមកប្រាប់បងប្អូនបន្តទៀតនៅកន្លែងដោះបាទនៅកន្លែងដោះអញ្ចឹងយើងថយអស់មកអញ្ចឹងយើងចូលទៅដោះវិញតើដោះរបៀបតើរបៀបដោះហ្នឹងយ៉ាងម៉េចអញ្ចឹងយើងចូលក្នុងឆាត Messenger ដដែលយើងចុចចូលក្នុងឆាត Messenger ហ្នឹងមកហើយយើងមើលពាក្យថា Menui កន្លែងត្រី3នេះអញ្ចឹងយើងចុចលើហ្នឹងមករួចហើយបងប្អូនមើលពាក្យថាការកំណត់អញ្ចឹងបងប្អូនចុចលើហ្នឹងមករួចហើយបងប្អូន scroll លើតិចៗមកហើយបងប្អូន scroll លើតិចៗបងប្អូនមើលពាក្យថាឯកជនភាពនិងសុវត្ថិភាពអញ្ចឹងបងប្អូនចូលហ្នឹងមកហើយបងប្អូន scroll ឡើងលើតិចៗ scroll តិចមកនេះបងប្អូនមើលពាក្យថាគណនីដែលត្រូវបានរឹតបន្តឹងអញ្ចឹងបានន័យថាយើងចូលទៅដោះនៅត្រង់ចំណុចហ្នឹងអញ្ចឹងយើងចុចចូលក្នុងហ្នឹងមកបាទអញ្ចឹងយើងឃើញឈ្មោះហ្នឹងវិញដដែលអញ្ចឹងយើងចុចលើឈ្មោះហ្នឹងមកនេះរួចហើយយើងចុចបន្តទៀតមករួចហើយយើងមើលពាក្យថាឈប់ដាក់កម្រិតអញ្ចឹងយើងចុចកន្លែងមកកន្លែងហ្នឹងមកបានន័យថាយើងឈប់ហើយយើងឈប់ដាក់កម្រិតនៅឈ្មោះហ្នឹងហើយអញ្ចឹងយើងដោះម្លប់ឈ្មោះហ្នឹងមកវិញអញ្ចឹងយើងចុចលើហ្នឹងមកបាទនេះឃើញទេអញ្ចឹងឃើញរូបទូរស័ព្ទហើយនិងរូបកាមេរ៉ាហ្នឹងត្រឡប់មកវិញហើយអញ្ចឹងបានន័យថាម្លប់ហ្នឹងយើងត្រូវដោះចេញមកវិញហើយហ្នឹងហើយយើងត្រូវដោះបានហើយអញ្ចឹងយើងថយអស់មកមកអញ្ចឹងឈ្មោះហ្នឹងគឺត្រឡប់មកវិញហើយណាបងប្អូនណានេះឃើញទេឃើញឈ្មោះហ្នឹងត្រឡប់មកវិញហើយនេះក្នុងវីដេអូនេះដែរខ្ញុំមកបង្ហាញបងប្អូនពីរបៀបលុប Facebook ម្ដងអញ្ចឹងលុប Facebook កុំឲ្យគេដឹងយើងចូលទៅក្នុងឆាត Messenger ដដែលបាទអញ្ចឹងបងប្អូន scroll ទៅ scroll រកឈ្មោះដែលបងប្អូនចង់លុបហ្នឹងទៅអញ្ចឹងខ្ញុំយកឈ្មោះដដែលនេះដើម្បីអនុវត្តជាក់ស្ដែងឲ្យបងប្អូនមើលអញ្ចឹងចូលឈ្មោះហ្នឹងហើយយើងចុចទៅលើពាក្យថាមើលកម្រងព័ត៌មានផ្ទាល់ខ្លួនយើងចុចលើហ្នឹងមកបាទអញ្ចឹងបងប្អូនមិនបាច់មើលអីច្រើនទេបងប្អូនមើលពាក្យថាមិត្តភក្តិនេះមកចុចទៅលើហ្នឹងមកនេះអញ្ចឹងគឺវាចេញបែបនេះមកហើយណាវាចេញទម្រង់បែបហ្នឹងមកបងប្អូនកុំចុចទៅលើឈប់ជាមិត្តភក្តិប្លុកកន្លែងហ្នឹងយើងចុចកន្លែងហ្នឹងគឺយើងប្លុកគេដឹងអាហ្នឹងគេដឹងណាអញ្ចឹងយើងរកមើលពាក្យថាសម្រាប់នេះពាក្យថាសម្រាប់នេះដែលមានរូបមនុស្ស2នាក់នេះយើងចុចទៅហ្នឹងមក
អញ្ចឹងបងប្អូនរកមើលពីកម្រងព័ត៌មានផ្ទាល់ខ្លួននេះយើងចុចនៅខាងលើហ្នឹងមកបាទយើងចុចពាក្យហ្នឹងហើយយើងចុចខាងក្រោមដាក់កម្រិតទីកន្លែងដែលអ្នកមើលឃើញកម្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកហ្នឹងហើយអញ្ចឹងយើងធ្វើម្ដងមួយអញ្ចឹងយើងចុចខាងក្រោមនេះមករួចហើយយើងចុចរក្សាទុកមកបាទអញ្ចឹងទី2នេះកន្លែងទី2នេះយើងចូលដល់កន្លែងទី2ម្ដងទី2យើងចុចទៅសញ្ញាព្រួយនៅមុខដដែលអញ្ចឹងយើងចុចចូលឡាក្រោមដដែលហើយយើងចុចរក្សាទុកដដែលរួចហើយយើងចុចខាងក្រោមទៀតយើងចុចខាងក្រោមនេះហើយយើងចុចខាងក្រោមនេះដដែលមកហើយយើងចុចរក្សាទុកទៀតមកបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំគ្រាន់តែឧទាហរណ៍បងប្អូនមើលប៉ុណ្្នឹងទេអញ្ចឹងខ្ញុំមិនចុចទៀតទេព្រោះអឺវាចុចទៅគឺយើងប្លុកហើយណាអញ្ចឹងខ្ញុំគ្រាន់តែឧទាហរណ៍បងប្អូនមើលទេអញ្ចឹងខ្ញុំថយមកវិញសិនអញ្ចឹងបើបងប្អូនចង់ប្លុកទេគឺចុចអញ្ចឹងដូចដែលខ្ញុំប្រាប់ចឹងមកបាទអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងទេបើបងប្អូនគិតថាវីដេអូខ្ញុំមានប្រយោជន៍សូមជួយចុច Subscribe ម្នាក់មួយផងបាទសូមអរគុណ